Good evening. មានពេលមួយដែលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងតែដួលរលំធនាគារហើយនិងក្រុមហ៊ុនធំៗបិទទ្វារបន្តគ្នាមនុស្សម្នាចាប់ផ្ដើមភ័យខ្លាចនិងនាំគ្នាសម្រុកទៅដកលុយអ្វីដែលគួរឲ្យខ្លាចបំផុតគឺរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកមិនអាចដោះស្រាយបញ្ហានេះបានទេប៉ុន្តែមានបរិបទម្នាក់ចូលមកដោះស្រាយវិបត្តិបញ្ហាហិរញ្ញវត្ថុនេះបានសម្រេចតែទីផ្សារចាប់ផ្ដើមស្ងប់ទៅវិញមនុស្សម្នាចាប់ផ្ដើមមានទំនុកចិត្តឡើងមកវិញដូចគ្នាអញ្ចឹងសេដ្ឋកិច្ចអាមេរិកត្រូវបានជួយសង្គ្រោះប៉ុន្តែរឿងនេះមិនមែនកើតឡើងតែម្ដងទេគឺកើតឡើងពីដងផ្ទុះគ្នាតែម្ដងអញ្ចឹងនេះគឺជារឿងរ៉ាវរបស់លោក John Pierpont Morgan ឬមួយក៏ JP Morgan ជាបរិបទម្នាក់ដែលមនុស្សភាគច្រើននិយាយថាគាត់មានអំណាចលើសរដ្ឋាភិបាលអាមេរិកទៅទៀតលោក JP Morgan កើតនៅក្នុងឆ្នាំ1837នៅក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិកឪពុករបស់គាត់គឺជាអ្នកហិរញ្ញវត្ថុដ៏មានឥទ្ធិពលម្នាក់ដែលមានឈ្មោះថា Junior Spencer Morgan តាំងតែពីតូចមកលោក Morgan ត្រូវបានរៀបចំឲ្យរៀនអំពីហិរញ្ញវត្ថុហើយនិងជំនួយប៉ុន្តែជីវិតរបស់គាត់គឺមិនងាយស្រួលដូចដែលមនុស្សទូទៅគិតទេគាត់គឺជាក្មេងម្នាក់ដែលមានសុខភាពខ្សោយគាត់ឈឺញឹកញាប់ហើយមានជំងឺច្រើនតាំងតែពីក្មេងមកម្ល៉េះខណៈពេលដែលក្មេងផ្សេងកំពុងតែរត់លេងនៅខាងក្រៅ Morgan តែងតែចំណាយពេលភាគច្រើនរបស់គាត់ដើម្បីអានសៀវភៅហើយនិងសិក្សាពីហិរញ្ញវត្ថុហើយនៅពេលដែលគាត់អាយុ10ឆ្នាំឪពុករបស់គាត់បានបញ្ជូនគាត់ឲ្យទៅរស់នៅតំបន់ Azores នៅក្នុងប្រទេសប៉ុស្តុហ្កាល់ហើយគាត់ទៅរស់នៅទីនោះគឺតែម្នាក់ឯងទេហេតុផលដែលឪពុកគាត់បញ្ជូនគាត់ទៅតំបន់ Azores ហ្នឹងគឺដើម្បីឲ្យគាត់ព្យាបាលជំងឺព្រោះគាត់គិតថានៅតំបន់ Azores ហ្នឹងគឺមានខ្យល់ដកដង្ហើមងាយស្រួលដែលអាចធ្វើឲ្យលោក Morgan គាត់អាចព្យាបាលជំងឺរបស់គាត់បានលឿនហើយការចំណាយពេលតែម្នាក់ឯងនេះហើយបានធ្វើឲ្យលោក Morgan គាត់ក្លាយជាមនុស្សដែលស្ងប់ស្ងាត់ចូលចិត្តគិតជ្រៅហើយនឹងវិភាគបញ្ហាបានល្អនៅអាយុ19ឆ្នាំបន្ទាប់ពីគាត់បញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិកហើយនិងសហភាពអឺរ៉ុបមកហើយដោយសារតែឪពុកគាត់គឺជាអ្នកដែលនៅក្នុងវិស័យហិរញ្ញវត្ថុហើយនិងធនាគារស្រាប់អញ្ចឹងលោក Morgan គាត់បានចូលធ្វើការនៅ Wall Street ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកហើយដោយសារតែទំនាក់ទំនងរបស់ឪពុកគាត់គឺលោក Junior Spencer Morgan នេះហើយដែលធ្វើឲ្យលោក JP Morgan គាត់មានឱកាសបានជួបទៅនឹង banker ធំហើយឬមួយក៏អ្នកវិនិយោគធំជាច្រើនប៉ុន្តែឪពុករបស់គាត់តែងតែបារម្ភថាកូនប្រុសម្នាក់នេះគឺហ៊ានខ្លាំងពេកចូលចិត្តប្រថុយខ្លាំងពេកហើយសម្រេចចិត្តលឿនពេកព្រោះថានៅក្នុងឆ្នាំ1859លោក Morgan គាត់បានយកលុយក្រុមហ៊ុនរបស់ឪពុកគាត់ទៅទិញកាហ្វេដើម្បីទុកលក់យកចំណេញហើយសម្រាប់ឪពុករបស់គាត់និងដៃគូរបស់ឪពុកគាត់ហ្នឹងរឿងមួយហ្នឹងវាជារឿងដែលប្រថុយប្រឋានខ្លាំងបំផុតព្រោះបើសិនជាលក់មិនចេញគាត់អាចនឹងខាតបង់ប្រាក់យ៉ាងធ្ងន់ធ្ងរដោយសារសម័យកាលនោះការធ្វើចំនួនជាលក្ខណៈអន្តរជាតិគឺមានហានិភ័យខ្លាំងណាស់មានអ៊ីនធឺណិតសម្រាប់តាក់ទងគ្នាអត់មានអ៊ីមែលអត់មានព័ត៌មាន real time update ពីការដឹកជញ្ជូនអីចឹងទៅប៉ុន្តែចុងក្រោយលោក JP Morgan គាត់នៅតែអាចលក់បានប្រាក់ចំណេញយ៉ាងច្រើនពីកាហ្វេរបស់គាត់ហើយនៅពេលនោះហើយជាពេលដែលមនុស្សគ្រប់គ្នាចាប់ផ្ដើមដឹងថាបរិបទម្នាក់នេះមិនមែនជាអ្នករកស៊ីធម្មតាទេហើយ2ឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ1861លោក JP Morgan គាត់សម្រេចចិត្តបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនជាមួយនឹងមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតដែលក្រុមហ៊ុនគាត់គឺមានឈ្មោះថា Dabney Morgan & Co នៅឆ្នាំដដែលគាត់បានរៀបការជាមួយនឹងភរិយារបស់គាត់ដែលមានឈ្មោះថា Amelia ហើយតាំងពីពេលដែលគាត់រៀបការមកហ្នឹងគឺគាត់ខ្លាចជាមនុស្សដែលមានសុភមង្គលយ៉ាងខ្លាំងប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្ដូរត្រឹមតែរយៈពេល4ខែបន្ទាប់ពីគាត់រៀបការដោយសារតែភរិយារបស់គាត់គឺបានបាត់បង់ជីវិតដោយសារតែជំងឺរបេងហើយការបាត់បង់ដ៏ធំនេះបានបំផ្លាញទឹកចិត្តរបស់ Morgan យ៉ាងខ្លាំងពួកឲ្យមនុស្សគ្រប់គ្នានិយាយថា Morgan គាត់មិនអាចវិលត្រឡប់មករកសភាពដើមរបស់គាត់បានវិញទេប៉ុន្តែមិនដូចជាអ្វីដែលមនុស្សគ្រប់គ្នាបានគិតទេលោក JP Morgan គាត់បានបោះខ្លួនឯងទាំងស្រុងចូលទៅក្នុងវិស័យការងាររបស់គាត់ឡើងវិញស្របពេលនោះដែរគឺអាមេរិកកំពុងតែជួបបញ្ហាសង្គ្រាមស៊ីវិលខណៈពេលដែលមនុស្សប្រុសជាច្រើនចូលធ្វើទាហានលោក Morgan គាត់អត់បានចូលរួមធ្វើទាហានទេដោយសារគាត់បានបង់លុយ$300ដើម្បីជួលឲ្យអ្នកផ្សេងចូលទៅបម្រើកងទ័ពជំនួសគាត់វិញទោះបីជាគាត់មិនបានចូលបម្រើកងទ័ពឬមួយក៏ទៅធ្វើសង្គ្រាមក៏ដោយគាត់បានរកលុយពីសង្គ្រាមហ្នឹងយ៉ាងច្រើនមែនទែនគាត់បានទិញអាវុធចាស់ៗពីរដ្ឋាភិបាលដើម្បីយកទៅកែច្នៃឲ្យល្អឡើងវិញហើយបន្ទាប់មកគាត់លក់ត្រឡប់ទៅឲ្យរដ្ឋាភិបាលវិញនៅក្នុងតម្លៃដែលខ្ពស់ជាងមុនទៀតនៅពេលហ្នឹងគាត់ទិញកាំភ្លើងមួយដើមគឺក្នុងតម្លៃ$3.5កាំភ្លើងចាស់ៗដែលគាត់ទិញមកពីរដ្ឋាភិបាលគាត់ហ្នឹងប៉ុន្តែនៅពេលដែលគាត់យកទៅកែច្នៃឲ្យល្អឡើងវិញហើយគាត់លក់ត្រឡប់ទៅឲ្យរដ្ឋាភិបាលគាត់វិញហ្នឹងគឺក្នុងតម្លៃ$22អញ្ចឹងគាត់ចំណេញពីការលក់អាវុធទៅឲ្យរដ្ឋាភិបាលនៅក្នុងកំឡុងពេលសង្គ្រាមស៊ីវិលហ្នឹងគឺគាត់ចំណេញលុយបានច្រើនមែនទែននៅក្នុងឆ្នាំ1871លោក JP Morgan គាត់បានបង្រីកក្រុមហ៊ុនរបស់គាត់ហើយបានដាក់ឈ្មោះថា Drexel and Morgan & Co
ហើយក្រោយមកខ្លាចជា JP Morgan and Co ដែលល្បីល្បាញមកដល់សប្តាហ៍ថ្ងៃហ្នឹងហើយនេះហើយគឺជាចំណុចចាប់ផ្ដើមនៃអាណាចក្រហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក Morgan គាត់បានចាប់ផ្ដើមវិនិយោគនៅក្នុងវិស័យឧស្សាហកម្មផ្លូវដែកដែលនៅសម័យនោះផ្លូវដែកគឺជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិកដែលជាវិស័យស្នូលនៅក្នុងចរន្តសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផងដែរអញ្ចឹងដោយសារតែវិស័យហ្នឹងជាវិស័យដែលសំខាន់ហ្នឹងហើយទើបមានក្រុមហ៊ុនជាច្រើនប្រកួតប្រជែងគ្នាខ្លាំងមែនទែនដែលដូចជាការទម្លាក់ថ្លៃសម្រាប់សេវាកម្មរបស់ខ្លួនជាដើមអញ្ចឹងនៅពេលដែលគាត់ទម្លាក់ថ្លៃទៅក្រុមហ៊ុនទាំងនោះគឺបានខាតបង់លុយយ៉ាងធ្ងន់ធ្ងរជាហេតុដែលធ្វើឲ្យក្រុមហ៊ុនភាគច្រើនចាប់ផ្ដើមខ្សែធនហើយនឹងក៏ជាចំណុចមួយដែលឈានទៅរកការដួលរលំនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផងដែរប៉ុន្តែសម្រាប់លោក Morgan គឺគាត់មើលឃើញអ្វីមួយដែលអ្នកផ្សេងមើលមិនឃើញលោក Morgan គាត់ជឿថាជំនួសឲ្យការប្រកួតប្រជែងគ្នាទៅលើតម្លៃហ្នឹងក្រុមហ៊ុនទាំងអស់នោះគួរតែមានការច្របាច់បញ្ចូលគ្នាអញ្ចឹងហើយលោក Morgan គាត់ក៏បានចាប់ផ្ដើមទិញក្រុមហ៊ុនដែលកំពុងតែខាតបង់ហ្នឹងបន្ទាប់មកគាត់រៀបចំប្រព័ន្ធថ្មីគាត់ដាក់អ្នកគ្រប់គ្រងថ្មីដើម្បីកាត់បន្ថយការខាតបង់ហើយដាក់ក្រុមហ៊ុនទាំងអស់នោះចូលមកក្រោមក្រុមហ៊ុនរបស់គាត់ហើយយុទ្ធសាស្ត្រមួយនេះត្រូវបានគេហៅថា Morganization មិនយូរប៉ុន្មានទេលោក Morgan គាត់បានគ្រប់គ្រងផ្លូវដែកលើស 1/3 របស់សហរដ្ឋអាមេរិកទាំងមូលហើយក្រោយមកទៀតគាត់ក៏បានឈានជើងចូលក្នុងឧស្សាហកម្មដែកថែមម្ដងដោយនៅក្នុងឆ្នាំ1901លោក Morgan បានទិញក្រុមហ៊ុន Carnegie Steel ហើយបានបង្កើតក្រុមហ៊ុន US Steel ដែលវាជាក្រុមហ៊ុនដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលមានតម្លៃលើស$1000 លានហើយមនុស្សម្នាចាប់ផ្ដើមយល់ថាលោក JP Morgan មិនមែនគ្រាន់តែជាអ្នកជំនាញផ្នែកធនាគារឬមួយក៏សេដ្ឋកិច្ចធម្មតាទៀតទេហើយមនុស្សភាគច្រើនគិតថាគាត់គឺជាបុរសម្នាក់ដែលអាចបញ្ជាទិសដៅសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទាំងមូលបានហើយបើសិនជាលោក Morgan គាត់គ្រប់គ្រងឬមួយក៏ទិញក្រុមហ៊ុនមួយណាហើយមនុស្សម្នានឹងមានទំនុកចិត្តលើក្រុមហ៊ុននោះភ្លាមប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ក្លាយជាការចងចាំរបស់ពលរដ្ឋអាមេរិកគ្រប់គ្នាគឺមិនមែនត្រឹមតែទ្រព្យសម្បត្តិឬមួយក៏អំណាចរបស់គាត់នោះទេប៉ុន្តែវាគឺជាការជួយសង្គ្រោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទាំងមូលតែម្ដងនៅក្នុងឆ្នាំ1895មាសរបស់រដ្ឋាភិបាលអាមេរិកបានធ្វើការស្រកចុះយ៉ាងខ្លាំងហើយកាលនោះលុយដុល្លាររបស់សហរដ្ឋអាមេរិកគឺមានការគ្រប់គ្រងដោយ Gold Standard នោះមានន័យថារាល់ប្រាក់ដុល្លារដែលផលិតចេញមកគឺត្រូវតែមានមាសនៅគ្រប់គ្រងពីក្រោយនិយាយឲ្យស្រួលស្ដាប់ទៅបើសិនជាគេចង់ព្រានលុយ$100 លានដើម្បីចាក់ចូលទៅក្នុងសេដ្ឋកិច្ចរបស់គេគឺទាស់តែសហរដ្ឋអាមេរិកហ្នឹងមានមាសសុទ្ធដែលមានតម្លៃស្មើនឹង$100 លានដូចគ្នាដើម្បីធ្វើជាទុនបម្រុងទើបគេអាចផលិតលុយនឹងចេញមកបានអញ្ចឹងបើសិនជាមាសនៅក្នុងរដ្ឋធនាគារជាតិរបស់សហរដ្ឋអាមេរិកធ្វើការធ្លាក់ចុះឬមួយក៏អស់អញ្ចឹងមនុស្សនឹងបាត់បង់ទំនុកចិត្តនៅលើលុយដុល្លារដូចគ្នាហើយកាលណាបើមនុស្សបាត់បង់ទំនុកចិត្តហើយសេដ្ឋកិច្ចអាមេរិកក៏អាចនឹងដួលរលំទាំងស្រុងដូចគ្នាអញ្ចឹងដោយសារតែវិបត្តិមាសរបស់សហរដ្ឋអាមេរិកបានស្រកចុះនេះបានធ្វើឲ្យមនុស្សម្នាចាប់ផ្ដើមភ័យខ្លាចអ្នកវិនិយោគទុនចាប់ផ្ដើមសម្រុកដកលុយធនាគារហើយនិងក្រុមហ៊ុនធំៗបានខ្សែធនប្រទេសផ្សេងៗក៏លែងមានទំនុកចិត្តនៅលើសហរដ្ឋអាមេរិកដែរហើយនៅពេលនោះប្រធានាធិបតីគឺលោក Grover Cleveland គាត់អត់មានដំណោះស្រាយដូចគ្នាហើយចុងក្រោយពួកគេបានទៅពឹងពាក់ឲ្យលោក JP Morgan ដើម្បីជួយបញ្ហាមួយហ្នឹងហើយលោក JP Morgan គាត់បានប្រើទំនាក់ទំនងដែលគាត់មានដើម្បីធ្វើការជាមួយនឹងវិនិយោគិនធនាគារហើយនិងអ្នកហិរញ្ញវត្ថុធំៗនៅសហភាពអឺរ៉ុបដើម្បីប្រមូលទិញមាសនៅក្នុងតម្លៃ$62 លានហើយគាត់បានបកគលមាសទាំងអស់ហ្នឹងទៅឲ្យសហរដ្ឋអាមេរិកដើម្បីបន្តដង្ហើមសេដ្ឋកិច្ចរបស់ខ្លួននៅពេលនោះហើយចាប់តាំងពីពេលហ្នឹងមកទីផ្សារចាប់ផ្ដើមស្ងប់ស្ងាត់ឡើងវិញទំនុកចិត្តត្រឡប់មកវិញហើយអាមេរិកត្រូវបានសង្គ្រោះប៉ុន្តែវិបត្តិធំក៏បានកើតឡើងនៅក្នុងឆ្នាំ1907ធនាគារហើយនិងក្រុមហ៊ុនធំៗចាប់ផ្ដើមដួលរលំទីផ្សារហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងមនុស្សម្នាចាប់ផ្ដើមភ័យខ្លាចម្ដងទៀតហើយបានសម្រុកទៅដកលុយពីធនាគារច្រើនមែនទែននៅពេលដែលមនុស្សទាំងអស់នាំគ្នាទៅដកលុយក្នុងពេលតែមួយសូម្បីតែធនាគារធំឬក៏ធនាគារល្អយ៉ាងណាក៏អាចនឹងដួលរលំបានដែរហើយនៅពេលនោះសេដ្ឋកិច្ចអាមេរិកក៏ជិតគាំងទាំងស្រុងទៀតហើយម្ដងទៀតរដ្ឋាភិបាលអាមេរិកនៅតែគ្មានដំណោះស្រាយហើយពួកគេក៏បានទៅអញ្ជើញលោក JP Morgan ដើម្បីដោះស្រាយបញ្ហាហ្នឹងម្ដងទៀតលោក JP Morgan គាត់បានអញ្ជើញសេដ្ឋីធំៗអ្នកហិរញ្ញវត្ថុអ្នកធនាគារធំៗទាំងអស់ឲ្យចូលមកក្នុងបណ្ណាល័យផ្ទាល់ខ្លួនរបស់គាត់បន្ទាប់មកគាត់បានធ្វើការចាក់សោទ្វារគាត់មិនឲ្យអ្នកណាចេញក្រៅទេរហូតដល់ពួកគេព្រមធ្វើការជាមួយគ្នាដើម្បីសង្គ្រោះប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកពួកគេបានប្រកែកគ្នាចរចាគ្នាហើយមានការភ័យខ្លាចប៉ុន្តែលោក Morgan គាត់បានបង្ខំឲ្យពួកគេធ្វើការជាមួយគ្នាគាត់បានរៀបចំកម្ចីបន្ទាន់មួយដើម្បីជួយធនាគារដែលជិតនឹងដួលរលំទៅហើយស្ដារទំនុកចិត្តត្រឡប់មកវិញបន្តិចម្ដងវិបត្តិចាប់ផ្ដើមស្ងប់ទៅវិញហើយម្ដងទៀតអាមេរិកក៏ត្រូវបានសង្គ្រោះដោយលោក JP Morgan បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុពីរដងផ្ទុំគ្នាមក
អាមេរិកបានរៀនមេរៀនដ៏គួរឲ្យខ្លាចមួយគឺប្រទេសទាំងមូលកំពុងតែពឹងផ្អែកទៅលើបរិសុទ្ធតែម្នាក់ហើយបើសិនជាលោក Morgan ក៏ស្លាប់តើនឹងបានអ្នកណាដែលអាចជួយសហរដ្ឋអាមេរិកបាននោះហើយជាមូលហេតុដែលនៅក្នុងឆ្នាំ1913អាមេរិកបានបង្កើត Federal Reserve ដែលជាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកដោយសារពួកគេមិនចង់ឲ្យមនុស្សម្នាក់មានអំណាចលើសេដ្ឋកិច្ចរបស់គេខ្លាំងបែបនេះទៀតទេហើយមកដល់ពេលសពថ្ងៃនេះប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិកនៅតែចងចាំលោក JP Morgan ប៉ុន្តែមិនមែនដោយសារគាត់ជាអ្នកដែលមានបំផុតទេគឺដោយសារគាត់ជាបរិសម្នាក់ដែលធ្លាប់កាន់កាប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទាំងមូលនៅក្នុងបាតដៃរបស់គាត់ចុះបងប្អូនយល់យ៉ាងណាដែរចំពោះលោក JP Morgan